ស្ករហឹររូបទូកកាន់តែត្រជាក់កាន់តែស្រស់ស្រាយបាទថ្ងៃនេះយើងចូលមកស្ដាប់ជីវប្រវត្តិរបស់មើមយេនកុំឲ្យខាតពេលយូរយើងចូលមកស្ដាប់ទាំងអស់គ្នាកាលពីចុងសតវត្សទី20មើមនោះគេដាក់ឈ្មោះថាមើមសាគួរតាមកដល់បច្ចុប្បន្នឥឡូវគេអាប់ដេតដាក់ឈ្មោះថាមើមយេនម្ដងតែមើមយេននោះមានសារៈសំខាន់ណាស់អាចយកទៅគប់គ្នាក៏បានយកទៅគ្រប់គ្នានៅពេលចូលឆ្នាំខ្មែរក៏បានយកទៅដាំស្លក៏បានឬក៏យកទៅក្រឡុកទឹកផឹកក៏បានបាទមើមយេននោះគេអាចរកបាននៅតាមតំបន់ព្រៃស្ងាត់ឬក៏ព្រៃមានមនុស្សច្រើនហើយមើមនោះវាមានរូបរាងដូចស្រដៀងប៉េកក់ហើយវាមានសាច់វាពណ៌ក្រហមរឿងសង្ខេបមានតែប៉ុណ្្នឹងទេហើយសូមចុច like ហើយចុច subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀត